ជំរាបសួរនេះគឺជាវីដេអូថ្មីមួយទៀតដែលខ្ញុំចង់ចែករំលែកជាមួយនឹងនៅក្នុងទម្រង់ EAO ហើយនឹង YAYO ដែលយើងប្រើជាមួយនាមហើយជាក់ស្ដែង EAO ហើយនឹង YAYO គឺគេប្រើនៅក្នុងចុងប្រយោគលក្ខខណ្ឌនៃការប្រើប្រាស់ EAO ហើយនឹង YAYO គឺមានពីរទម្រង់ជាក់ស្ដែង EAO គឺគេប្រើជាមួយនឹងនាមដែលមានជើងតម្រឬក៏គេហៅថា 받침 នៅក្នុងភាសាកូរ៉េយើងឧទាហរណ៍ដូចជា 학생, 선생님, 동생 ហើយ YAYO យើងប្រើជាមួយនឹងនាមដែលគ្មានជើងតម្រដូចជា 의자, 간호사, 종이 អញ្ចឹងពណ៌ក្រហមនេះគឺជាអ្វីដែលយើងត្រូវកំណត់សម្គាល់អញ្ចឹងនាមដែលយើងប្រើហ្នឹងយើងអាចនាមខ្លះមានជាមួយព្យាង្គនាមខ្លះមានពីរព្យាង្គហើយនាមខ្លះមាន3ព្យាង្គអញ្ចឹងទៅយើងទៅមើលឧទាហរណ៍ជាក់ស្ដែងនេះគឺជាទម្រង់ឧទាហរណ៍ជាក់ស្ដែងហើយនេះគឺជាការបកប្រែភាសាខ្មែរនេះគឺជាទម្រង់ដែលយើងប្រើនៅក្នុងភាសាកូរ៉េយើងមើលនៅទីនេះគឺវាមានពីរព្យាង្គចាសពីរព្យាង្គហើយទីនេះគឺ3ព្យាង្គហើយទីនេះគឺមានតែមួយព្យាង្គទេចឹងអត់សំខាន់ថាមួយព្យាង្គឬពីរព្យាង្គទេសំខាន់ថាព្យាង្គដែលយើងត្រូវភ្ជាប់ជាមួយនឹង EAO នេះនៅជាប់នេះវាជាភេទនាមដែលមាន받침ឬអត់អញ្ចឹងយើងមើល 학생 មាន 받침 가방 មាន 받침 여 동생 មាន 받침 ហើយ 칠판 មាន 받침ខប់មួយព្យាង្គក៏ពិតមែនប៉ុន្តែមាន 받침 check មួយព្យាង្គមាន 받침 연필 ពីរព្យាង្គតែមាន 받침ហើយ pen មាន 받침 ដែរអញ្ចឹងខ្ញុំនឹងអានមួយហើយបន្ទាប់មកខ្ញុំអានធម្មតាអញ្ចឹងលេខ1គឺយើងអានថា 학생이에요 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 가방 가방이에요 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 여동생 복주문은 이에요 여동생이에요 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 칠판 칠판이에요 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 컵 컵이에요 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 책 책이에요 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 연필 연필이에요 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 펜 펜이에요 펜이에요 지금 ănម្ដងទៀត학생이에요 가방이에요 여동생이에요 칠판이에요 커피예요 책이에요 연필이에요 펜이에요 ចឹងយើងទៅមើលមួយទៀតគឺនាមបូកជាមួយនឹងយាយោចានៅទីនេះគឺនាមបូកជាមួយនឹងយាយោអញ្ចឹងយើងមើលអ៊ុយចាខាណូសាខោភីអ៊ុយសាណាមូទាំងអស់នេះគឺជានាមដែលអត់មានផាត់ឈាមអត់ខ្វល់ថាវាពីរព្យាង្គឬបីព្យាង្គឬមួយព្យាង្គអីទេសំខាន់វានេះយើងយកមកភ្ជាប់ជាមួយនឹងយាយោនេះវាមានផាត់ឈាមដែរឬអត់ចាអញ្ចឹងយើងមើលអ៊ុយចាអ៊ុយចាអត់មានផាត់ឈាមទេអញ្ចឹងអ៊ុយចាយាយោ의자예요. 간호사예요. 간호사예요. 커피예요. 커피예요. 의사예요. 의사예요. 나무예요. 나무예요. 엄마예요. 엄마예요. 아빠예요. 아빠예요. 머리예요. 머리예요. 자, các an từ lặng với 의자예요. 간호사예요. 커피예요. 의사예요. 나무예요. 엄마예요. 아빠예요. 머리예요. អញ្ចឹងភាសាខ្មែរបងប្អូនអាចបកប្រែនៅទីនេះបាន